សូមស្វាគមន៍កម្មមកកាន់ YouTube SKH English Online ហើយថ្ងៃនេះយើងមករៀនមេរៀនទី6ដែលមានចំណងជើងថា Nice to meet you អូខេសង្ឃឹមថាអ្នកទាំងគ្នាសុខសប្បាយហើយឥឡូវនេះយើងមកតាមដានសិក្សាមេរៀនទី6ទាំងអស់គ្នាគឺទី1គឺ teacher យើងសិក្សា keywords ហើយនិង phrases សិនណាពាក្យគន្លឹះសំខាន់ហើយនិងclear ណាសំខាន់អញ្ចឹងក្នុងទីនេះមាន teacher អូខេជានាមគ្រូបង្រៀន welcome ជាកិរិយាសព្ទទទួលស្វាគមន៍ friend noun មិត្តភក្តិ school noun សាលារៀន nice គុណនាម adjective ល្អ meet ជា verb ជួប disease នេះគឺជានឹងគុណកិរិយាចង្អុលហ្នឹងយើងអាចថាការចង្អុលបង្ហាញto adverb ដូចគ្នាផងដែរផងឬក៏ផងដែរ to put កិរិយាសព្ទដាក់ blank noun ចន្លោះឬក៏ប្រឡោះកន្លែងតនេហ្នឹងចន្លោះហ្នឹងគេដាក់ពេញចន្លោះហ្នឹងអូខេ follow កិរិយាសព្ទប្រែថាតាមឬក៏តាមដានដូចតែ follow ច្រើន Facebook គេ follow ច្រើនអញ្ចឹងទៅនឹងឲ្យ follow ហ្នឹងទៅពេល following sentence ប្រែថាប្រយោគខាងក្រោមវិញអូខេតទៀតក្នុងទីនេះគឺមាន clear ហើយមាន short form ខ្លះណាទម្រង់ខ្លីខ្លះគឺយើងច្បាប់ពីការប្រើប្រាស់នៅរូបមន្ត grammar verb to be ជាប្រយោគខ្លីដូចជា he is my teacher គាត់គឺជាគ្រូបង្រៀនរបស់ខ្ញុំ nice to meet you រីករាយណាស់ដែលបានជួបអ្នក welcome to our school សូមស្វាគមន៍ចំពោះការមកកាន់សាលារបស់យើង short form នេះជាទម្រង់ខ្លីនៃ to be I ទៅជា I am នេះគឺទៅជា am អូខេឧទាហរណ៍ I am Tom ទៅទម្រង់ខ្លីគឺ am Tom មួយទៀត he is ទម្រង់ខ្លីគឺយើងអានថា his ហ្នឹងហើយដល់ពេលឧទាហរណ៍ he is Dara គាត់គឺជាតារា his Dara គាត់ជាតារាអូខេមួយទៀត she is វាទៅជា she's ឧទាហរណ៍ she is Devi ណានាងគឺជា Devi what is your name ឬក៏យើងហៅថា what's your name នឹងជាដើម conversation ម្ដងអូខេ Devi Tom ហើយនិង Mr. Parrot Devi គាត់ថា Tom this is Mr. Parrot he's my teacher Devi ណែនាំឲ្យ Tom ស្គាល់ Parrot អូខេ Tom នេះគឺជាលោក Parrot គាត់ជាគ្រូបង្រៀនរបស់ខ្ញុំ Tom គាត់ថា hello Mr. Parrot សួស្តីលោក Parrot nice to meet you រីករាយណាស់ដែលបានជួបអ្នក Devi ក៏ណែនាំលោក Parrot ឲ្យស្គាល់ Tom ទៀតថា Mr. Parrot this is Tom he's my friend Parrot ឬក៏ថាលោកគ្រូ Parrot នេះគឺជា Tom គាត់ជាមិត្តរបស់ខ្ញុំ Mr. Parrot បានឆ្លើយតបថា nice to meet you Tom ណារីករាយណាស់ដែលបានជួបអ្នក Tom welcome to our school សូមស្វាគមន៍ដែលបានមកកាន់សាលារបស់យើងពួកជាមិត្តភក្តិរបស់ Devi នោះ
okay ឥឡូវយើងធ្វើលំហាត់ម្ដង practice okay put the words or phrases in the box into the blanks មានន័យថា put the word ហ្នឹងចូលដាក់ពាក្យឬក៏ clear នៅក្នុងប្រអប់ណានេះក្នុងប្រអប់នេះចូលទៅក្នុងចន្លោះនេះ okay blank នេះគឺចន្លោះហ្នឹងឯងយើងមានពាក្យនៅក្នុងប្រអប់ហ្នឹងមានខ្លះគឺមាន welcome to nice teacher meet hadithis ឬក៏ friend okay A B A C តោះអ្នកគ្នា Tom ចុចមក Mr. Parrot he's mine អូខេតើកន្លែងនេះយើងដាក់ម៉េច Okay Tom this is Mr. Parrot he's mine okay he's my friend B hello Mr. Parrot to meet you ដាក់ថ្មីកន្លែងនេះគឺ nice to meet you A Mr. Parrot this is Tom he's my from England okay he's my teacher okay Mr. Parrot this is Tom he's my friend sorry បងប្អូនកន្លែងនេះយើងបដូរវិញណាបដូរកន្លែងនេះដាក់ teacher វិញ Mr. Parrot ជា teacher ទេ sorry okay Tom this is Mr. Parrot he's my teacher ពេលកន្លែងនេះ Tom he is my friend okay friend ណាបងប្អូនគេទាំងលើនេះមកអូខេយើងលុប teacher ចេញ he's my friend from England អូខេគឺជាមិត្តរបស់ខ្ញុំមកពីប្រទេសអង់គ្លេសដល់ពេល nice to meet you too អូខេ nice to meet you too គឺមានការឆ្លើយតបវិញអូខេបន្តមកយើងដាក់ថា okay welcome to our school yeah nice to meet you too នឹងមានថារីករាយផងដែរណារីករាយផងដែរ okay welcome to our school ណាសូមស្វាគមន៍ចំពោះការមកកាន់សាលារបស់យើងអូខេតមកនេះគឺគេឲ្យយើងបកប្រែជាភាសាអង់គ្លេសទៅខ្មែរ translate the following sentences into ខ្មែរអូខេចូលប្រែប្រយោគខាងក្រោមចូលទៅភាសាខ្មែរអូខេ number 1 this is Mr. Parrot ខ្មែរប្រែថាម៉េចបងប្អូននេះគឺជាលោក Parrot អូខេ number 2 he's my teacher គាត់គឺជាគ្រូរបស់ខ្ញុំគ្រូបង្រៀនរបស់ខ្ញុំបាទ number 3 nice to meet you រីករាយដែលបានជួបអ្នកអូខេអញ្ចឹងមានតែប៉ុណ្្នឹង